យៈធំនេះបងប្អូនមិនថាភ្ញៀវសាច់គោអាំងឬក៏ភ្ញៀវមកទិញអីវ៉ាន់នៅផ្ទះឲ្យបងប្អូនគាត់សួរខ្ញុំថាអ្នកលក់មិនឥឡូវមុខខ្មៅម៉េមិនឥឡូវស្គមម៉េមុខស្លកម្លេះឥឡូវនេះចង់ចេញវីដេអូបកស្រាយជូនបងប្អូនតែម្ដងអញ្ចឹងបន្ទាប់ពីក្រោកពីព្រឹកមកបងប្អូនអត់មានគិតអីទេក្រៅពីលាយគ្រឿងទឹកសុះទឹកប្រហុកបើអញ្ចឹងតែខ្លាចអត់តន់បងប្អូនទៅពេលអញ្ចឹងក៏ចាប់ផ្ដើមធ្វើគ្រឿងមុនគេទឹកសុះទឹកប្រហុកអីរៀបចំអត់តន់បានងុយទឹកលុបមុខអីទេអញ្ចឹងរៀបចំហើយបានរៀបចំខ្លួនអញ្ចឹងណាបងប្អូនហើយខ្ញុំនេះខ្ញុំធ្វើអីខ្ញុំចង់តែធ្វើឲ្យហើយទេបងប្អូនពេលខ្លះដៃកំពុងតែធ្វើនេះប៉ុន្តែចិត្តគិតដល់នោះបាត់ហើយបងប្អូននិយាយទៅកំពុងតែលាយគ្រឿងទឹកសុះប៉ុន្តែចិត្តគិតដល់ទឹកប្រហុកបងប្អូនហើយដៃមានតែពីរទេប៉ុន្តែចង់ធ្វើ100មុខអញ្ចឹងណាបងប្អូនមនុស្សយើងគឺថាលោភលន់អញ្ចឹងហើយនេះហើយជាមូលហេតុដែលថាមុខខ្មៅម្លេះមុខស្លក់ម្លេះអញ្ចឹងណាបងប្អូនអញ្ចឹងក្រោកព្រឹកឡើងគឺរៀបចំគ្រឿងក្រៅនឹងឯងបងប្អូនអត់តាន់ខ្វល់ខ្វាយរឿងលុបមុខងុយទឹកអីទេតើធ្វើគ្រួចហើយអស់បានគិតគូររឿងងុយទឹកងុយអីបើមិនចឹងទេអត់ឆ្លាស់ចិត្តទេបងប្អូននិយាយទៅចង់តែធ្វើអីធ្វើឲ្យហើយអត់ចង់ទុកនៅនឹងទេហើយការងារនេះបងប្អូនលក់សាច់អាំងលក់ម្ហូបលក់មហានេះគឺថាមហាសែនរវល់ហើយបងប្អូនអើយមកផ្ទះគឺថារវល់ទាំងអស់គ្នាអត់មានអ្នកតនេទេហើយការពីមុនណាខ្ញុំគិតថាចេះអូនមុខរបរលក់ម្ហូបលក់សាច់អាំងហ្នឹងគឺខ្ញុំអត់ចង់លក់ចឹងហ្មងបងប្អូនគឺថាឃើញគេធ្វើគឺរវល់ហើយហត់មួយថ្ងៃប៉ុន្តែឥឡូវដូចពាក្យចាស់គាត់ពោលថាស្អប់អីជួបនឹងស្អប់ចំពុកលើឥឡូវជួបមែនបងប្អូននិយាយទៅមិនមែនថាស្អប់ខ្ពើមអ្នកលក់ម្ហូបឬក៏លក់អីទេបងប្អូនប៉ុន្តែគ្រាន់តែថាខ្ញុំឃើញមុខរបរហ្នឹងរវល់ហើយហត់មួយថ្ងៃអញ្ចឹងណាបងប្អូនរវល់អត់មានពេលសារៈទេដាំធ្វើលាងដុសរហូតអញ្ចឹងណាហើយទៅក៏កើតចិត្តមួយថាងអត់បងទេមុខរបរហ្នឹងប៉ុន្តែឥឡូវជួបខ្លួនឯងបងប្អូនអញ្ចឹងបានចាស់គាត់ថាកុំឲ្យនិយាយអីទុកមុនណាតែនិយាយទៅគឺថាខុសខ្លួនឯងហើយនេះជាសកម្មភាពរបស់ខ្ញុំបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំលាយគ្រឿងទឹកសុះលាយគ្រឿងទឹកប្រហុកហើយខ្ញុំចាប់ផ្ដើមមកកាត់គល់ស្លឹកគ្រៃណាកាត់គល់ស្លឹកគ្រៃវាលាងទឹកលាងអីឲ្យស្អាតបើយើងអត់លាងទឹកទេវាក្រៀតបងប្អូនព្រោះអីតាមសបកស្លឹកគ្រៃហ្នឹងគឺសិតតែដីបងប្អូនអញ្ចឹងយើងលាងអាគល់ហ្នឹងឲ្យស្អាតហើយស្លឹកហ្នឹងខ្ញុំអត់លាងទេដោយសារតែយើងអត់យកទេស្លឹកយើងយកតែគល់ណាយកត្រឹមណាខ្ញុំលាងត្រឹមហ្នឹងឯងហើយណាមួយស្លឹកវាក៏អត់មានដីមានអីដែរហើយឲ្យតែថាលក្រៃហ្នឹងមិនថាតិចមិនថាច្រើនទេមិនថាតែកាត់ដល់គុំឬមួយកលៀងទេបងប្អូនអើយដឹងឲ្យបានមកឆ្វាច់រហូតដឹងឲ្យអត់ត្រូវគ្នាមួយទៀតលក្រៃហ្នឹងហ្មងហើយលក្រៃថ្ងៃនេះនិយាយថាវាខ្ចីល្អស្រួលហាន់ណាបងប្អូនហាន់ដឹងតែជក់ដៃអញ្ចឹងខ្ញុំលាងទឹកលាងអីសម្រោះវាឲ្យស្ងួតអីហើយបានទៅរៀបចំខ្លួនមួយទឹកមួយអីបងប្អូនបើមិនចឹងទេគឺថាអត់សំណុកចិត្តទេតើធ្វើអីហើយអស់បានសំណុកចិត្តហើយស្លឹកគ្រៃនេះគឺថាខែភ្លៀងចេះត្រូវទឹកអូយខ្ចីលហួកនិយាយលាងហើយឃើញស្អាតបងប្អូនមានអារម្មណ៍ថាគួរឲ្យចង់ហាន់ហើយអញ្ចឹងបន្ទាប់ពីលាងលក្រៃលាងអីហើយនេះគឺថាកូរទឹកសុះម្ដងបងប្អូនទឹកសុះនេះយើងមានជាមួយនឹងខ្ទឹមទឹកដោះគោមានជាមួយនឹងខ្ទិះដូងអីដាក់កូរវាឈ្ងុយហើយបានយើងដាក់គ្រឿងដែលយើងលាយរួចអញ្ចឹងណាបងប្អូនហើយកូរនេះមិនមែនខ្ញុំអ្នកកូរទេបងប្អូនគឺចាយគាត់អ្នកកូរតែទោះបីមិនមែនខ្ញុំអ្នកកូរក៏ខ្ញុំត្រូវតែចាំមើលដែរបងប្អូនព្រោះអីទឹកសុះនេះគឺធ្វើប្រយ័ត្នមែនទែនព្រោះអីវាមានកម្រិតភ្លើងហើយនឹងការកូររបស់យើងប៉ុណ្ណាអញ្ចឹងណាបងប្អូនអត់អាចប្រហែសបានទេបើប្រហែសគឺថាខូចគឺចោលមួយឆ្នាំងនឹងតែម្ដងប្រើការអត់កើតទេហើយឥឡូវបន្ទាប់ពីធ្វើទឹកសុះធ្វើអីហើយទឹកផុកហើយចាប់ដើមមកងុយទឹករៀបចំខ្លួនហើយបងប្អូនតើរៀបចំខ្លួនហើយទៅញ៉ាំបាយញ៉ាំអីរៀបចំខ្លួនទៅលក់បើកាលពីមុនវិញសឹងតែគ្មានពេលញ៉ាំបាយទេបងប្អូនអើយដល់ម៉ោងមួយទឹកចេញទៅលក់តែម្ដងអញ្ចឹងហើយមិនចេះតែស្គមទៅណាបងប្អូនហើយនេះជារូបរាងទឹកសុះរបស់យើងបន្ទាប់ពីហើយបងប្អូនមានជាតិទឹកដោះគោស្រស់ទឹកដោះគោខាប់មានជាតិខ្ទឹមមានជាតិខ្ទិះដូងអូយនិយាយទៅគឺថាច្រើនមុខមែនទែន